ឲ្យកូនប្រុសស្រីនឹងចេះធ្វើបុណ្យជាមួយមេត្តាបិតាជាព្រះអរហន្តរបស់ខ្លួនណាកូនប្រុសស្រីមេត្តាបិតាអាហុណៃយាចៈបតាណੰកណាហ្នឹងឯងគឺមេត្តាបិតាហ្នឹងជាអាហុណៃយៈរបស់កូនប្រុសស្រីជាព្រះអរហន្តទៀតកណាមើលសម្រាប់មេត្តាសម្រាប់បិតាត្រូវទោសអនន្តរិយកម្មហ្នឹងឯងក្រៃលែងណាស់មានតែចតិបដិសន្ធិក្នុងនរកប៉ុណ្ណឹងឯងអញ្ចឹងឲ្យកូនប្រុសស្រីចេះត្រឡប់មកធ្វើបុណ្យជាមួយមេត្តាបិតាវិញគឺបានបុណ្យច្រើនណាស់បានជាទីពឹងទាំងកតញ្ញុតាធម៌ប៉ុណ្ណាបានល្អណាស់គោរពមេត្តាបិតាព្រះសម្មាសម្ពុទ្ធព្រះអង្គចាប់ផ្ដើមស្រង់មេត្តាដែលលិចសំពៅនឹងឯងហើយចាប់ផ្ដើមនឹកឃើញប្រាថ្នាជាព្រះសម្មាសម្ពុទ្ធដើម្បីជួយស្រោចស្រង់សត្វលោកដែលលិចលង់ក្នុងវដ្តសង្សារដូចជាអ្នកដែលលង់នៅក្នុងសមុទ្រនឹងចឹងចឹងគឺព្រះបរមពុរិស័ទព្រះអង្គមានការដឹងគុណនេះឯងជាប្រធាននៃបារមីរហូតព្រះអង្គបំពេញបារមីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងឯងហើយដូចជាពេលនេះដែលបាននៅកតញ្ញុតាធម៌រំលឹកនឹកដល់គុណព្រះចៅអធិការដែលបាននិច្ចធម្មទៅហើយពុទ្ធបរិស័ទយើងបានបូជាបរតនត្រ័យបានទំនុកបំរុងបច្ច័យ4ដល់ព្រះសង្ឃទាំងអស់នេះឯងខំសន្សំទៅចឹងយើងមិនងាយបានជួបបរតនត្រ័យទេយើងកុំធ្វើខ្លួនយើងជាធុងសម្រាមដែលដាក់បាបនឹងជាសម្រាមស្មោកគ្រោកមានក្លិនស្អុយហើយជាទីចម្លងមេរោគដល់អ្នកដទៃចឹងយើងកុំធ្វើជាធុងសម្រាមយើងធ្វើជាភេជ្ជៈមាសឬក៏ប្រាក់ដើម្បីដាក់នៅរបស់ដែលមានតម្លៃរតនវត្ថុគឺយើងទទួលពុទ្ធពធប្រសង្ឃជាសរណៈជាទីពឹងទីរលឹកគឺជាសម្បត្តិរបស់យើងក្នុងការដែលមានព្រះពុទ្ធពធប្រសង្ឃជាទីរលឹកដែលបងប្អូនកូនចៅសិស្សានុសិស្សអីហ្នឹងគឺថាដឹងតែថាអាត្មាអញជាអ្នកកាន់ពុទ្ធសាសនាដល់ទៅពេលចុះក្នុងបញ្ជីអីហ្នឹងនឹងឯងអត្តសញ្ញាណប័ណ្ណអីគឺថាសាសនាអីគឺសាសនាពុទ្ធចឹងពុកម្ដាយយើងជីដូនជីតាយើងបានកាន់ពុទ្ធសាសនាមកនឹងឯងកុំឲ្យខ្វៀងអំពីពុទ្ធសាសនាពួកយើងបានជួបពុទ្ធយើងសិក្សារៀនសូត្របាននៅចំណេះដឹងបញ្ញាដែលនឹងអាចកំណត់បាននៅការពិតនៃជីវិតរបស់យើងព្រោះយើងមិនបានរៀនអំពីពុទ្ធយើងអត់ដឹងថាតើជីវិតរបស់យើងនឹងដូចម្ដេចទៅទេគឺបញ្ចខੰយើងអត់ដឹងយើងប្រកាន់យកមកធ្វើជាខ្លួនយើងហើយបើយើងខ្វៀងអំពីពុទ្ធសាសនាយើងអត់ស្គាល់ពីបញ្ញខੰអញ្ចឹងគឺអវិជ្ជាដែលមិនដឹងបញ្ញខੰហ្នឹងតតែងអភិសង្ខារគឺកម្មនាំឲ្យមានជាតិកំណើតរហូតត្រូវទទួលភារៈទុក្ខលំបាករហូតហ្នឹងអញ្ចឹងយើងបានជួបនឹងពុទ្ធសាសនាយើងយកឧបនិស្ស័យឲ្យបាននៅក្នុងពុទ្ធសាសនាដើម្បីយើងបានចេះដឹងអំពីជីវិតនឹងកើតក្នុងជាតិណាក៏ដោយឲ្យដឹងថាជាខੰ5ទៅទៅលះសេចក្តីប្រកាន់ថាជាខ្លួនយើងគឺជាខੰដែលកើតអំពីបច្ច័យនឹងអត់ចាប់យកអត់ប្រកាន់ធ្វើជាខ្លួនយើងអីទេអានឹងទៅឈ្មោះថាលះបង់នៅអវិជ្ជាតណ្ហាបាទានអស់នៅកម្មដែលជាអភិសង្ខារចឹងក៏បានចូលកាន់ព្រះនិព្វានអត់មានបញ្ហាអីដែលឲ្យយើងទុក្ខលំបាកខ្វះខាតបញ្ហាអីដែលឲ្យយើងត្រូវការប្រាថ្នាទាមទារអីទេតែកាលណាមិនមានបញ្ញខੰហើយសូម្បីតែព្រះអរហន្តគង់នៅមិនតាន់ចូលនិព្វាននៅឡើយក៏ព្រះអង្គអត់មានតណ្ហាដែលសម្រាប់ឲ្យប្រាថ្នាឲ្យទុក្ខឲ្យលំបាកអ្វីទៅទេនឹងក៏លោកមានសេចក្តីសុខព្រះអង្គមានសេចក្តីស្ងប់មិនមានទុក្ខកង្វល់ក្នុងផ្លូវចិត្តឡើយទុក្ខកង្វល់ក្នុងផ្លូវចិត្តព្រះអង្គបានដោះស្រាយរួចអស់ស្រឡះ
អត់មានចង្អៀតចង្អល់អត់មានខ្វាយខ្វល់អត់មានប្រកាន់អត់មានហួងហែងអីទេហើយអស់វិជនទៅគឺបរិនិព្វានតែហ្មងអត់មានហេតុអត់មានបច្ច័យអីឲ្យមានភពជាតិកំណើតឲ្យមានបញ្ហាក្នុងការកើតនាំមកនៅជារាមរណៈនាំមកនៅសេចក្តីទុក្ខលំបាកផ្សេងទៀតទេនឹងហៅថាចូលកាន់ព្រះនិព្វានបរមសុខគឺសុខដ៏ក្រៃលែងដោយសារការរាប់អានព្រះពុទ្ធសាសនានឹងឯងហើយកូនចៅនឹងបានជ្រាបដឹងអំពីជីវិតនឹងដែលកាន់ព្រះពុទ្ធសាសនាហើយធ្វើបុណ្យសំបុណ្យទៅដូចជាខោសុខកុមារអញ្ចឹងមានបញ្ហាទុក្ខទោសគ្រោះថ្នាក់អីនឹងយ៉ាងណាក៏អត់ស្លាប់ដែរបុណ្យនឹងតាមជួយអញ្ចឹងមើលចាស់នឹងបាននៅ50 60អីហ្នឹងសិតតែឆ្លងកាត់សម័យលោកពួតមកហើយសម័យដែលគេងាប់អស់ហើយហ្នឹងឯងយើងអត់បានស្លាប់នៅរស់មកដល់សពថ្ងៃ30 ផ្លាយឆ្នាំទៀតនេះសិតតែថ្ងៃស្លាប់ទាំងអស់ប៉ុន្តែប៉ុនចិត្តតែជួយទំនុកម្រងឲ្យបានរស់ហើយមិនមែនគ្រាន់តែបានរស់ហើយទៅណាគុណម្ចាស់បានចូលកាន់ភ្នោះបួសជាបព្វជិតទៀតទោះជាទៅតែប្រសូតក្រោយសម័យលោកពួតនឹងក៏ដោយគឺថាប៉ុនបានរៀបចំឲ្យចូលកាន់ភ្នោះប្រើប្រាស់បញ្ញខណ្ឌនឹងបានល្អណាស់ព្រោះបញ្ញខណ្ឌនឹងទីបំផុតនៅតែចោលគ្រប់តែជាតិនឹងប៉ុន្តែមុននឹងចោលគឺថាប្រើបានយ៉ាងល្អគឺប្រើឲ្យគង់នៅក្នុងព្រះភ្នោះនឹងឯងប្រព្រឹត្តព្រះមច្ចរិយធម៌ជាក្បូនដើម្បីឆ្លងទៅកាន់ត្រើយនាយនឹងឯងអញ្ចឹងគឺថាការដែលយើងមានអត្តភាពក្នុងជាតិនេះគឺយើងកំណត់ដឹងថារបស់ដែលយើងត្រូវប្រើប្រាស់តែប៉ុណ្្នឹងទេវាដូចជាថាយើងត្រូវឆ្លងទៅកាន់ត្រើយម្ខាងត្រើយនេះវាមានសេចក្តីទុក្ខលំបាកត្រើយម្ខាងបានជាសុខអញ្ចឹងគឺយើងត្រូវធ្វើក្បូនអញ្ចឹងយើងខ្ចីកបិតប្រថៅគេយកមកកាប់ឈើស្ងួតកាប់អស័យកាប់វัวចងធ្វើក្បូនរួចហើយគឺយើងបកគលកបិតប្រថៅនឹងឲ្យគេវិញណាយើងខ្ចីគេមកយើងអត់ដាក់យកទៅឲ្យធ្ងន់ទេយើងខំហែលដោយដៃគឺសទ្ធាធាក់ទៅដោយជើងគឺសេចក្តីជាយាមនឹងឯងបានទៅដល់ត្រើយនាយទៅគឺបាននៅសេចក្តីសុខហើយហ្នឹងហើយព្រោះជាត្រើយនៃសេចក្តីសុខសូម្បីតែក្បូនហ្នឹងក៏យើងលែងត្រូវការនៅព្រោះដល់ត្រើយនាយហើយយ៉ាងណាមិញណែដែលបញ្ញខណ្ឌយើងកើតមកជាតិហ្នឹងដោយកបិតប្រថៅដែលយើងខ្ចីគេយកមកដើម្បីធ្វើក្បូនហ្នឹងគឺដែលគុណចាស់ប្រព្រឹត្តសិលសមាធិបញ្ញាបាសកបាសិកាយើងទានសិលភាវនានឹងហើយអានឹងជាក្បូនទៅកាន់ព្រះនិព្វានអញ្ចឹងគឺយើងមិនតាន់បានដល់ព្រះនិព្វានជាត្រើយនាយយើងកុំតាន់ចោលក្បូនយើងត្រូវទានសិលភាវនាហ្នឹងហើយយើងតាំងចិត្តលះបង់អត្តភាពនឹងចោលអញ្ចឹងទៅព្រោះអានេះយើងគ្រាន់តែប្រើប្រាស់ដើម្បីធ្វើទានរក្សាសិលបំរើអ្នកមានគុណដោយសពគ្រប់ហើយនឹងស្ដាប់ពធចម្រើនបញ្ញាអប់រំចិត្តស្ងប់ក្នុងជីវិតហ្នឹងគឺប៉ុណ្្នឹងទេវ័យមិនយកមកទុកដាក់ឲ្យស្ដុកឲ្យស្មោកគ្រោកឲ្យស្អុយនៅក្នុងចិត្តសន្តានទេយើងមិនធ្វើជាធុងសម្រាមទេយើងត្រូវធ្វើជាភេជ្ជៈស្អាតល្អជាមាសជាប្រាក់ទទួលយកពុទ្ធពធប្រសង្ឃទទួលបរតនត្រ័យនឹងឯងជ្រកនៅក្រោមមលុបពុទ្ធប្រសង្ឃដោយចិត្តនឹងឯងស្ងប់ស្ងៀមខន្តិអត់ធន់សោរចៈណាស្ងប់ស្ងាត់គឺមានសេចក្តីសុខបានទៅជាមនុស្សល្អជាមនុស្សទេវោមានគុណធម៌ជាទេវតាហើយមានព្រហ្មធម៌មេត្តាករុណាជាមនុស្សព្រហ្មជាមនុស្សដែលត្រៀមចូលកាន់ភូមិព្រះអរិយៈទៀតផងនឹងឯងចឹងដោយសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នាំមកនៅសេចក្តី